về khả năng của bạn ở cái đau cho con cho cái tí tươi chẳng ngâu hay dân chạm một ban môi môi tầm là ai chẳng ngâu theo một ngày ban mà thong đa nó nghe ទីក្រុងកែព្រៀមបានឋានសុខីពេលទស្សនីមិនដែលចិនដាយវាលពងខ្សាញ់សុភៀមរៀបឆាតឆាយសមុទ្រអនឡាយឆ្ងាយអត្រាយជំនោបរិសុទ្ធសមុទ្រខ្មែរប្រស្រីតែងតែមកលំហើយខ្លាំងពុទ្ធិខ្លាំង ជំរាបសួរខ្ញុំឈ្មោះម៉ាក់តូចមានអាយុ42ឆ្នាំរស់នៅភូមិអ្នកចង្អើចង្កាត់ព្រៃធំក្រុងកែបខេត្តកែបខ្ញុំចេះធ្វើនំនេះរយៈពេល5ឆ្នាំហើយចេះពីខាងម្ដាយក្មេងរបស់ខ្ញុំធ្វើបែបលក្ខណៈគ្រួសារដំណាក់កាលពីដំបូងខ្ញុំកោសដូងច្របាច់យកជាខ្ទិះដាក់លាយស្ករនិងម្សៅនឹងវៃពងទាដាក់ល្ងកូរឲ្យវាសព្វហើយយកទៅទុកដល់ឡៃសិនមកបង្កាត់ភ្លើងរួចបញ្ចាក់ផលបាក់លាយម្សៅទុកពីល្ងាចហើយម៉ោង4ម៉ោង5ហ្នឹងអ៊ីឡើងចាក់ឲ្យគេទុកម៉ោង7អ៊ីយកទៅបោះដុំមកគេនៅផ្សារវាខណៈពិបាករឿងក្តៅចុកខ្នងចុកកេះតិចតួចចងៅហើយយើងចាក់មកបានមួយតែម្នាក់ឯងចឹងធ្វើមួយថ្ងៃបានមួយថងដែរហ្នឹងណាក្នុងមួយថ្ងៃមិញធ្វើបាន30ថងទៅ40ថងបើឲ្យគេលក់នៅក្នុងទីផ្សារពេលគេមានកម្មវិធីការឬបុណ្យអ៊ីទទួលបានត្រឹម30ថងមិនទៀតលេចខ្ចប់បើច្រែកទៅគេកំងដាក់កំប៉ុងឬច្បងក៏វិចតាមគេតាមដំណើរហ្នឹងគេកំងច្បងដាក់ច្បងគេកំប៉ុងឯងដាក់កំប៉ុងគេនំហ្នឹងមានពីរប្រភេទមានមូនិងបាត់មានរសជាតិដូងគេកំងដាក់រសជាតិតយើងធ្វើដាក់រសជាតិតឲ្យគេរនំក្រៀមក្រមអត់មានតែផ្ទៃជលសាទើបដឹងថាតើខ្ញុំព្រួយព្រោះរឿងវ័យធម្មជាតិមានគ្រប់ទាំងអងសអិនខ្ចងអិនទោះហារទេតែចំពោះខ្លួនខ្ញុំនៅគេបោះដុំឲ្យគេយកគេដាក់កន្លែងក្នុងតម្លៃអ៊ីគិតពីគេមកបថងអ៊ីយកគេ2000គេយកច្រើនហ្នឹងយើងចុះតម្លៃគេតាមនឹងតិចទៀតចឹងក្នុងការធ្វើនំពងហ្នឹងបានជួយមីងបានយកបោះឲ្យគេនឹងចំណេញតិចតួចបានរួយកូនទៅរៀនមហូបបានតិចតួចអីចឹងដែរហើយអនាគតមីងចង់ថែមរសជាតិដែរតែណែឯងចឹងវាពិបាកដែរតែបើគេចង់កំងវាថាដាក់ត្រេនអញ្ចឹងយើងដាក់តាមនឹងឲ្យគេចឹងដែរមីងមានសំណូមពរឲ្យពលរដ្ឋខ្មែរយើងជួយគាំទ្រនំខ្មែរមីងធ្វើនំពងនេះឆ្ងាញ់តម្លៃសមរម្យនំក្រៀមក្រមអត់មានតែផ្ទៃជលសាទើបដឹងថាតើខ្ញុំព្រួយព្រោះរឿងវ័យធម្មជាតិមានគ្រប់តែ